ជំរាបសួរដល់បងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទខេនហើយខ្ញុំនឹងនាំបងប្អូនអរគ្នាទៅទស្សនានៃភូមិសាស្ត្រឃុំពោធិ៍ទ្រាយដែលស្ថិតនៅក្នុងខេត្តសៀមរាបរបស់យើងនឹងឯងបាទហើយឃុំពោធិ៍ទ្រាយនេះជាឃុំមួយដែលដាច់ស្រយាលនៃខេត្តសៀមរាបរបស់យើងហើយជាឃុំមួយដែលជាប់ព្រំប្រទល់ជាមួយបាត់ដំបងផងដែរបាទហើយឃុំពោធិ៍ទ្រាយនេះជាឃុំមួយដែលស្ថិតនៅទន្លេបាទហ្នឹងហើយទន្លេហ្នឹងគឺព្រំប្រទល់សៀមរាបជាមួយនឹងបាត់ដំបងបាទហើយការធ្វើដំណើរខ្ញុំថ្ងៃនេះគឺដូចសប្តាហ៍អញ្ចឹងគឺយើងធ្វើដំណើរដោយម៉ូតូហើយយើងបានជិះតាមផ្លូវនៃសស្ដំហើយជិះតាមផ្លូវមុខពេនបុកទៅត្បូងត្រង់ហើយយើងនឹងឃើញផ្លូវទៅហើយបាទហ្នឹងហើយដោយបងប្អូនបានឃើញហើយថាផ្លូវជាក់ស្ដែងនេះគឺផ្លូវបែបហ្នឹងបាទហ្នឹងហើយមានកន្លែងខ្លះក៏មានគ្រួក្រហមទៅកន្លែងខ្លះក៏មានក្លេកក្លុកអីចឹងទៅហ្នឹងហើយបាទហើយការធ្វើដំណើររបស់ខ្ញុំនេះគឺជាការធ្វើដំណើរទៅទស្សនកិច្ចផងជាការធ្វើដំណើរទៅបំពេញនៃការងាររបស់ខ្ញុំផងបាទហ្នឹងហើយខ្ញុំគឺជាការងារសហគមន៍អញ្ចឹងខ្ញុំត្រូវតែចុះតាមខេត្តបាទជាញឹកញាប់ហើយការធ្វើដំណើរនេះគឺខ្ញុំធ្វើដំណើរជាមួយនឹងដៃគូគ្នា2នាក់ហើយខ្ញុំនឹងទៅគេងនៅនឹងមួយយប់គេងនៅទន្លេហើយខ្ញុំគេងនៅមណ្ឌលសុខភាពខ្ញុំនឹងសុំខាងមណ្ឌលសម្រាប់នៅទីនោះមួយយប់មណ្ឌលសុខភាពពោធិ៍ទ្រាយហើយនេះរូបខ្ញុំបាទហើយយើងឃើញថាតាមផ្លូវហ្នឹងពិតជាស្ងាត់មែនទែនបងប្អូនគ្នាហើយប៉ុន្តែសប្បាយជិះបាទបើសិនជាបងប្អូនអរគ្នាមានជាម៉ូតូបាទប្រភេទ off road អីហ្នឹងตึงតែសប្បាយជិះហ្មងបងប្អូនអរគ្នាបាទឃើញស្ថានផ្លូវបាទមានគ្រប់បាទតម្រង់ដែលយើងអាចជិះបាទលំហែកាយដូចជិះ trip បាទពួក off road បានដូចគ្នាឥឡូវនេះគឺថាយើងបានមកដល់ឃុំពោធិ៍ទ្រាយហើយយើងឃើញថាសាលាឃុំគេស្អាតហើយយើងដឹងហើយថាសាលាឃុំជាទូទៅយើងនៅជាប់នឹងដីទេបាទឃើញសាលាឃុំគេបាទគឺខ្ពស់មែនទែនហ្នឹងហើយបងប្អូនអ្នកគ្នាគេធ្វើបែបហ្នឹងគឺដើម្បីការពារនៅពេលដែលខែទឹកឡើងមកដល់ហើយឥឡូវនេះខ្ញុំបានមកដល់នៅកន្លែងដែលខ្ញុំត្រូវសម្រាកហើយឃើញថាភ្លៀងបងប្អូនអ្នកគ្នាហើយសំណាងល្អមែនទែនដែលយើងមកដល់ទីតាំងដែលយើងទៅសម្រាកហើយភ្លៀងហើយឃើញថាស្រស់ស្អាតមែនទែននៃទង់ជាតិខ្មែររបស់យើងបាទគេដាក់នៅមុខនៃប៉ុស្តិ៍នគរបាលឥឡូវនេះភ្លៀងតិចខ្ញុំក៏ឈាតឱកាសនឹងផងដែរក៏ដើរមើលបងប្អូនដើរមើលឲ្យស្គាល់ភូមិសាស្ត្រហើយនេះជាសាលារៀនអនុវិទ្យាល័យហើយនិងសាលារៀនបឋមសិក្សាពោធិ៍ទ្រាយហ្នឹងហើយយើងឃើញថាបងប្អូនអ្នកភូមិនៅទីនេះគឺថារស់រាយរាក់ទាក់មែនទែនហ្នឹងហើយបងប្អូនអ្នកគ្នាបងប្អូនអ្នកនរគ្នាដឹងហើយថាអ្នកទន្លេគេចូលចិត្តធ្វើដំណើរដោយការជិះទូកឬក៏ជិះកណូតអូស្មាច់នឹងឯងបងប្អូនគ្នាឃើញទេហ្នឹងឃើញថាគាត់បើកលឿនណាស់ហើយនេះបងប្អូនជាពលរដ្ឋយើងគាត់ធ្វើដំណើរបែបហ្នឹងបងប្អូនអ្នកគ្នាគឺថាខុសពីការធ្វើដំណើរនៅក្នុងខេត្តរបស់យើងណាហ្នឹងហើយបងប្អូនអ្នកគ្នាហើយនេះគឺជាទេសភាពពេលល្ងាចបងប្អូនអ្នកគ្នាឃើញថាស្រស់ស្អាតមែនទែនបាទនេះគឺជាទេសភាពមុនថ្ងៃរៀបលិចហើយនេះផងដែរជាខ្ទមអ្នកតាដែលបងប្អូនជាពលរដ្ឋយើងរស់នៅក្នុងភូមិហ្នឹងគាត់តែងតែប្រពៃពិធីបាទជារៀងរាល់ឆ្នាំគេថាប្រពៃពិធីនៃការបន់ទន្លេអីហ្នឹងឯងបងប្អូនអ្នកគ្នាហើយយើងនឹងឲ្យថាអ្នកទន្លេគាត់ខុសពីយើងបន្តិចបាទគាត់មានដូនតាគាត់អញ្ចឹងហ្នឹងឯងដើម្បីសុំសុខសប្បាយនៅក្នុងភូមិរបស់គាត់ហ្នឹងណាហ្នឹងហើយនេះបងប្អូនអ្នកគ្នាទេសភាពបាទស្រស់ស្អាតមែនទែនថ្ងៃជិតលិចហើយយើងឃើញថានៅតាមផ្លូវហ្នឹងគឺថាមានទឹកដក់ខ្លះដោយសារតែមិញហ្នឹងគឺថាទៅតែនឹងរាំងភ្លៀងទេបងប្អូនអ្នកគ្នាហ្នឹងហើយឥឡូវនេះខ្ញុំក៏បានដើរទៅមុខទៀតដើម្បីធ្វើការមើលផ្លូវបងប្អូនគ្នាដើរជាការហាត់ប្រាណផងហើយនឹងមើលផ្លូវផងបាទស្ថានភាពផ្លូវនេះដែលផ្លូវដែលគេទៅតែនឹងឈូសឆាយទេនឹងគេឈូសឆាយធ្វើផ្លូវឆ្លងទៅភូមិមួយទៀតអញ្ចឹងហ្នឹងហើយបងប្អូនអ្នកគ្នាឥឡូវនេះពេលព្រឹកហើយខ្ញុំបានងើបហើយខ្ញុំក៏បានដើរទៅរកបបរហើយនឹងគុយទាវហ្នឹងហើយអ្នកតលេយើងក៏មានបបរញ៉ាំដែរណាឥឡូវបាទមានទាំងបបរមានទាំងគុយទាវហ្នឹងហើយឥឡូវនេះខ្ញុំកំពុងតែហ
ហូបបបរបាទជាមួយបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងភូមិហ្នឹងហើយពេលដែលខ្ញុំញ៉ាំបបររួចខ្ញុំក៏បានដើរមកវិញហើយខ្ញុំនឹងធ្វើដំណើរបាទទៅភូមិមួយទៀតគឺភូមិពោជាប់នឹងភូមិពោត្រីហ្នឹងឯងហើយខ្ញុំសាកជិះផ្លូវថ្មីបងប្អូនអ្នកគ្នាហ្នឹងឯងផ្លូវដែលគេទៅឈូសឆាយទេផ្លូវហ្នឹងហ្នឹងឯងគេអត់ទាន់ហើយទេហើយដោយសារភ្លៀងខ្ញុំសាកជិះហ្នឹងណាខ្លាចថាជិះទៅដល់បងប្អូនព្រោះដោយសារបងប្អូនអ្នកភូមិថាអាចជិះទៅបានលោកគ្រូហ្នឹងឯងខ្ញុំក៏បានធ្វើការជិះសាកមើលបាទខ្ញុំជិះមិនទាន់បាន20ម៉ែត្រផងបងប្អូនអ្នកគ្នាគឺថាទៅមុខលេងរួចហើយកង់ក៏អត់វិលដែរហើយខ្ញុំក៏សម្រេចចិត្តបកមកក្រោយវិញហ្នឹងហើយពេលដែលយើងបកមកក្រោយវិញក៏យើងសម្រេចចិត្តថាជិះទូកវិញបងប្អូនអ្នកគ្នាហើយយើងក៏បានខលហៅបងប្អូនអ្នកនៅភូមិពោហ្នឹងឲ្យមកជួយយកបាទដើម្បីធ្វើដំណើរទៅដល់ភូមិហ្នឹងហើយឥឡូវនេះក៏យើងចាប់ផ្ដើមធ្វើការជិះទូកបងប្អូនអ្នកគ្នាហើយក៏ជាយូរឆ្នាំផងដែរដែលខ្ញុំខានជិះទូកបាទហើយរៀងក្លែងក្លងតិចបងប្អូនអ្នកគ្នាហ្នឹងហើយបាទទោះជាក្លែងក្លងយ៉ាងណាក៏យើងអាចទៅមុខបានហ្នឹងហើយតែដៃគូរបស់ខ្ញុំបាទហើយគាត់ចង់វិលមុខផងដែរបាទដោយសារតែគាត់អត់សូវចេះជិះទូកអញ្ចឹងណាបាទហ្នឹងហើយហ្នឹងហើយបងប្អូនអ្នកគ្នាយើងឃើញថាស្រស់ស្អាតមែនទែនទេសភាពហ្នឹងណាឥឡូវយើងមកដល់ពាក់កណ្ដាលផ្លូវគឺថាពោពេញទៅដោយកំពកហ្នឹងហើយបងប្អូនអ្នកគ្នាអញ្ចឹងកំពកនេះបើសិនតែយើងអត់ចេះជិះណាបងប្អូនអាចនឹងជាប់កំពកនៅនឹងបាទប៉ុន្តែដោយសារតែបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅភូមិហ្នឹងគាត់ជំនាញបាទផ្លូវណាដែលគាត់អាចទៅរួចគាត់នឹងទៅរួចបាទហ្នឹងហើយបងប្អូនឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់ភូមិពោហើយភូមិពោហ្នឹងក៏នៅជិតនឹងវត្តឈើខ្មៅផងដែរហ្នឹងហើយបងប្អូនអរគ្នាបានស្គាល់ហើយវត្តឈើខ្មៅហ្នឹងហើយវត្តជាវត្តដែលចាស់មួយបានស្ថិតនៅព្រំដែនជាប់ព្រំបតលជាមួយបាត់ដំបងខេត្តបាត់ដំបងនិងខេត្តសៀមរាបហ្នឹងហើយខ្ញុំក៏បានដឹងជាប្រវត្តិច្រើនដែរនៃវត្តឈើខ្មៅហ្នឹងហើយបើសិនជាបងប្អូនអ្នកគ្នាដឹងពីប្រវត្តិឈើខ្មៅហ្នឹងបងប្អូនអាច comment ហើយនឹងរាយរាប់ពីប្រវត្តិនៃវត្តឈើខ្មៅហ្នឹងឲ្យខ្ញុំស្ដាប់ផងហ្នឹងហើយឥឡូវនេះយើងបានធ្វើដំណើរមកដល់ភូមិពោហើយបាទហ្នឹងហើយយើងក៏បានជួបកូនសិស្សទូចបាទជាច្រើនបាទគាត់ឆ្លតឆ្លាតមែនទែនបងប្អូនអ្នកគ្នាហើយគាត់ចេះរាប់កខគខងរហូតដល់ចប់ណាហើយមី2មី3ក៏គាត់ចេះសូត្រដែរហើយមិនត្រឹមតែប៉ុណ្ណោះទេក្មេងៗនៅស្រុកនេះខ្ញុំបានសួរគាត់ណាបងប្អូនខ្ញុំសួរគាត់ថាចេះហែលទឹកអត់បាទខ្ញុំសួរពី3នាក់ហ្នឹងគាត់ថាចេះហែលបាទអញ្ចឹងគាត់ចេះហែលទឹកបងប្អូនអ្នកគ្នាអញ្ចឹងមិនធម្មតាទេគាត់ត្រឹមតែថ្នាក់ទី1ទី2ទេប៉ុន្តែគាត់ចេះហែលទឹកហ្នឹងហើយបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនអ្នកគ្នាដែលមិនទាន់ចេះហែលទឹកអាចទៅហែលទឹកអាចទៅរៀនហែលទឹកបានហ្នឹងហើយកុំឲ្យចាញ់ក្មេងៗអ្នកតលេអញ្ចឹងណាបាទខ្ញុំសូមសរសើរគាត់មែនទែនគាត់ត្រឹមតែអាយុបាទ2 3ឆ្នាំ4 5ឆ្នាំ6ឆ្នាំទេគាត់អាចចេះហែលទឹកសឹងតែគ្រប់គ្នាហ្នឹងហើយអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនអ្នកគ្នាឲ្យទៅរៀនហែលទឹកបាទហើយនេះបងប្អូនជាពលរដ្ឋយើងដែលរស់នៅក្នុងភូមិពោបាទហ្នឹងហើយបងប្អូនអ្នកគ្នាយើងឃើញថាបងប្អូនដែលរស់នៅទីនេះគាត់ពិតជារស់រាយរាក់ទាក់មែនទែនបាទហ្នឹងហើយយើងក៏ចាប់ផ្ដើមធ្វើការប្រជុំនឹងការងាររបស់ខ្ញុំហើយខ្ញុំក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយធ្វើការជិះទូកដដែលហើយហ្នឹងហើយខ្ញុំអត់មានអីច្រើនទេមានតែជូនពរបងប្អូនដែលរស់នៅក្នុងភូមិនេះបាទគឺមានសុខភាពនិងសុខភាពល្អជូនពរសំណាងល្អឆ្នាំថ្មីហើយខ្ញុំត្រឡប់ទៅវិញហើយខ្ញុំមិនដឹងថាពេលណាខ្ញុំបានមកដល់ភូមិនេះម្ដងទៀតទេហ្នឹងហើយសង្ឃឹមថានឹងជួបគ្នាលើកក្រោយទៀតហ្នឹងហើយបងប្អូនអរគ្នាហើយអញ្ចឹងបងប្អូនអរគ្នាដែលរស់នៅភូមិពោត្រីក្តីដូចជាភូមិពោក្តីបាទបើឃើញវីដេអូនេះបាទជួយ like ខ្ញុំផងបាទដើម្បីឲ្យគេកាន់តែស្គាល់នៅភូមិសាស្ត្រដែលជាភូមិរបស់យើងឲ្យកាន់តែច្រើនហ្នឹងហើយដើម្បីឲ្យភ្ញៀវទេសចរនឹងគាត់បានទៅទស្សនាផងសូមអរគុណបាទ